នេះជា Renault 8T Series ថ្មីដែល Oppo ទើបប្រកាសចេញនៅក្នុងទីផ្សារស្រុកយើងក្តៅៗវាមានពីរ model គឺ Renault 8T $349 និង 8T 5G $399 ដែលខ្ញុំនឹងលើកយកមកនិយាយនៅក្នុងថ្ងៃនេះខ្ញុំកាន់ប្រើវាជាប់បានមួយខែដែរវាមានចំណុចលេចធ្លោច្រើនជាងរាល់ដងដែលខ្ញុំគិតថាគេមិនធ្លាប់ធ្វើបែបនេះលើទូរស័ព្ទតម្លៃទាបរបស់ខ្លួននោះទេត្រង់ហ្នឹងអាចជាការសរសើរតែខ្ញុំក៏សូមសំណូមពរអ្នកទាំងអស់គ្នាមើលវីដេអូនេះឲ្យចប់សិនកុំតអាប្រញាប់រត់ទៅទិញព្រោះបើទោះជា 8T 5G លើកហ្នឹងវាមើលទៅឆ្ងាញ់តែអានេះជាតែធំជាងរាល់ដងនេះគឺផ្នែកដែលគេត្រូវកាត់ចេញដើម្បីរក្សាកញ្ចប់ប៉ុណ្្នឹងកើតនិយាយឲ្យងាយយល់បើយើងធ្លាប់តែឃើញទូរស័ព្ទ$400ពីមុនរបស់ Oppo ខ្ញុំជឿថាយើងពិបាកស្រមៃថាវានឹងមានអេក្រង់ AMOLED ធំលាតកោងជាមួយនឹង camera ខ្លីស្អាតបែបនេះណាជាពិសេសនៅពេលដែល refresh rate ខ្ពស់បែបនេះទៀតហើយបើ speaker 2កាន់តែកម្រកាប់មានឡើងតែ 8T 5G វាក្រឡាប់ខុសពីមុន360ដឺក្រេគេចង់មិចរសជាតិទូរស័ព្ទ high end កាត់ជាមួយទូរស័ព្ទមធ្យមដោយមិនមើលទៅឃើញថោកកាលមុនមើលពីក្រោយហមបែរមុខចំវាហេវតែលើកនេះបើមើលពីខាងមុខវាដូចទូរស័ព្ទ$800របស់ Oppo អញ្ចឹងនិយាយមែនអេក្រង់ខាងមុខនេះតែមួយគឺទិញទឹកចិត្តយើងអ្នកប្រើដែលឲ្យតម្លៃលើគុណភាពអេក្រង់បាត់ទៅហើយព្រោះទូរស័ព្ទកម្រិតមធ្យមលើទីផ្សារជាច្រើនមិនអាចទាញលទ្ធផលនឹងរួចទេហើយត្រង់ហ្នឹងក៏ជាផ្នែកដែលគេចាយទឹកលុយអស់ដែរបន្ទាប់បង្ហាញ Super AMOLED កម្រិត Full HD Plus នេះអាចថាជាអេក្រង់ថ្លៃមួយដែលបង្ហាញរូបភាពបានដិតស្រស់ល្អមែនទែនកម្រិតទឹកពណ៌វា10 bits sRGB វា 100% DCI P3 100% refresh rate វា 120Hz ល្បឿនប៉ះសម្គាល់ 360Hz ពន្លឺវាក៏ជាអស់ដល់950 nits អញ្ចឹងវាភ្លឺល្អសម្រាប់ប្រើនៅក្រោមថ្ងៃហើយបូកកែមអេក្រង់ខ្លីត្រឹម 2.32 មីលីម៉ែត្រទៀតវាពិតជាផ្ដល់អារម្មណ៍ល្អមែនទែនរាល់ពេលសម្លឹងសាច់រូបភាពលើនេះថែមទាំងម៉ត់គ្រប់គ្រាន់មើលរឿងលើនេះក៏ឃើញអណ្ដែតស្អាតយើងស្ទើរតែមិនជឿថាគេធ្វើអញ្ចឹងកើតនោះទេសំខាន់វាក៏បំពាក់ sensor scan រៀមដៃក្រោមអេក្រង់ដែលដោះសោចូលលឿនខ្លាំងនិងបំពាក់ speaker ពីរគ្រាប់លើក្រោមដែលខ្ញុំតែងតែអុជធូបសម្រាប់ឆ្នាំផងដែរហើយ speaker នេះមិនមែនដាក់ឲ្យតែមានទេវាលាន់ធ្ងន់គ្រាន់បើវាស្រែកបានស្រឡះរបស់គេបើបើកដល់100ក៏វាមិនចេញរ៉ែនោះដែរម្ដងទៀតមើលរឿងលើនេះវាដេញត្រជាល្អមែនទែនហើយវាក៏អាច boost សំឡេងឡើងអស់បន្ថែមដល់ 200% បានវាជួយឲ្យការស្ដាប់នៅខាងក្រៅឮខ្លាំងជាងធម្មតាតែក៏មិនមែនគុណនឹង2ឡើយអាចថាឮខ្លាំងជាងមុនខ្ទង់ 30% ប៉ុណ្ណោះ Drop itទៅលើរចនាបថខ្ញុំហ៊ានធានាថានេះជាទូរស័ព្ទអេក្រង់ធំដែលស្រួលកាន់បំផុតហើយដោយសារក្នុងមុខក្រោយវាកង់អោបចូលសូមកាត់បន្ថយដៃនៅខាងឆ្វេងក៏ដូចជាខាងស្ដាំចូលក្នុងល្អហើយអេក្រង់វាក៏មិនទាលខ្លាំងដែរវាល្មមឲ្យយើងក្តោបដោយមិនច្រឡំប៉ះអេក្រង់នោះទេកម្រាស់វាថែមទាំងស្ដើងល្មមទៀតផងត្រឹម 7.7 មីលីម៉ែត្រចឹងហើយបានជារ៉ុនដតកាសមិនអាចចោះទៅរួចឡើយទម្ងន់ទូរស័ព្ទនេះក៏ស្រាលខ្លាំងមែនទែនត្រឹម171ក្រាមប៉ុណ្ណោះដូចនេះវាងាយលើកចេញវាងាយឲ្យយើងកាន់មើលទូរស័ព្ទមើលរឿងនៅពេលយប់ដោយមិនភ័យថាធ្លាក់ចំកណ្ដាលមុខទៅឈឺមុខយើងវិញបានយ៉ាងណាគេទាញលទ្ធផលនឹងរួចក៏ដោយសារទូខ្លួន 8T 5G នេះវាប្រើ polycarbonate ទាំងស្រុងដែរអត់តែសុំផ្ទុកកងកាមេរ៉ាពីរនេះទេដែលជា aluminum ខ្ញុំក៏អត់មានអីត្រូវនិយាយច្រើនពីទម្រង់ផ្នែកនេះដែរព្រោះវាមិនមែនជាលើកទី1ឡើយដែលយើងឃើញទម្រង់បែបនេះវានៅតែសាមញ្ញស្អាតវាផ្ទុកកាមេរ៉ា3គ្រាប់និងមើលទៅឃើញសមពេលដែលយើងកាន់ផ្ដេកពណ៌ដែលខ្ញុំទទួលបាននេះ Oppo ហៅថា Sunrise Gold វាជាពណ៌មាសដែលដេញពណ៌ទៅបែបថ្ងៃលិចពេលដែលត្រូវពន្លឺវាចង់កាត់ទៅបែបទឹកក្រូចបែកចេញផ្កាឈូកបន្តិចសាច់ខ្នងវាខាប់គ្រើមល្អវាស្និទ្ធស្រួលកាន់សំខាន់នេះជាទូរស័ព្ទដែលអ្នកមិនចាំបាច់បារម្ភពីរឿងប្រឡាក់យកមកជូតឲ្យវិញឡើយវានៅតែ clean ស្អាតគ្រប់ពេលព្រោះវាមិនឆក់ស្នាមរៀមដៃនោះទេគ្រាន់តែអាក្រក់ការពារ IP rating គឺមិនមានឡើយចំណែកផ្នែកខាងមុខវាក្រៅការពារដល់កញ្ចក់ Dragon Trail Star 2 របស់ជប៉ុនដូចនេះវាធន់គ្រាន់បើមិនចាញ់ Gorilla Glass ប៉ុន្មាននោះទេសម្រាប់ផ្នែកដំណភ្ជាប់ Renault 8T 5G វាប្រើ SIM 2លើសេវា 5G វាក៏នៅចន្លោះបន្ថែម SD card បានដែរ NFC ក៏មានបំពាក់មកស្រាប់ជាមួយនឹង Bluetooth 5.1 និង Wi-Fi ចំនួនទី5 8T 5G ដំណើរការដោយ Android 13លើ ColorOS 13ថ្មីចេញពីប្រអប់លើកនេះ Oppo ពិតជាធ្វើបានល្អលើការដោះខាត់ស្បែកនឹងឲ្យស្រាលស្អាតជាងមុនច្រើនទាំងរបាខាងលើបង្ហាញទូលាយទាំង Always on Display ថ្មីនិងការ customize កំណត់បានច្រើននៅលើ icon ពណ៌និង animation ផងដែរតែមុននឹងចូលទៅក្នុងបន្តទៀតខ្ញុំចង់ប្រាប់ចំណុចមួយព្រោះវាសំខាន់បើសិនជាអ្នកទើបតែទិញ 8T 5G នៅពេលនេះខ្ញុំពិតជាណែនាំឲ្យអ្នក update សិន profile ទំហំ 4.89 GB វានឹងជួយរុញល្បឿនប្រើប្រាស់ក៏ដូចជាដោះស្រាយ bug មួយចំនួនដែលខ្ញុំបានជួបមួយខែមុនមកនេះហើយបន្ទាប់ពី update រួចខ្ញុំឃើញចំណុចតូចៗដែល delay លើចលនា animation មួយចំនួនមិនមានកើតឡើងនោះទេអញ្ចឹង 100% ខ្ញុំពិតជាណែនាំឲ្យ update បើសិនជាអ្នកទទួលបានអូខេអ្វីដែលដុតម៉ាស៊ីននេះឡើងគឺបន្ទះ chip Snapdragon 695 5G ទំហំ6 nanometer GPU Adreno 619 RAM 8GB LPDDR4X ជាមួយទំហំផ្ទុក 128GB UFS 2.2
ការដែលខ្លីនេះជា chip លំដាប់មធ្យមអញ្ចឹងយើងដឹងថា VOA ក៏រួចដែរគ្រាន់តែការងារធ្ងន់ដូចជា game graphic ខ្ពស់វាមិនអាចអូសកប់ដល់60 frame នោះទេបន្ទូ Antutu វាទិញបាន 410,000 ជាងចំណែក Geekbench ល្បឿន 1K 897 ខសរុប 2127 ការបើកកម្មវិធីចោលច្រើនលើនេះ12ក៏ចោលអីវានៅតែអាចឆ្លាស់ចេញចូលលឿនព្រោះ RAM 8GB លើហ្នឹងវាលើសពីគ្រប់គ្រាន់សំខាន់ Oppo ក៏បើកឲ្យយើងអាច extend RAM បន្ថែមចេញពី storage 8GB ពីលើនឹងទៀតបានវាលើសពីពេញដៃដូចមកសម្រាប់ការងារ multitasking ហើយកម្ដៅលេងនេះក៏រក្សាមិនឲ្យភីចេញមកក្រៅខ្លាំងនោះទេដូចយើងលេងហ្គេមកន្លះម៉ោងសឹងតែមិនចាប់អារម្មណ៍ថាវាក្តៅខ្លាំងនោះឡើយរូបរាងស្ដើងបែបនេះតែវាញាត់ថ្មបានធំដល់ 4800 mAh រួចទូទៅខ្ញុំប្រើវាហៀពីព្រឹកដល់ល្ងាចដោយមិនភ័យរឿងប្រញាប់ទៅសាកថ្មវិញឡើយការតែបែបការងារនិងកំសាន្ត game ថតរូបមើលវីដេអូនិងបើកកម្មវិធីធម្មតាវាអូសបាន7ម៉ោងកន្លះលើអេក្រង់ជាប់សល់ទឹក 24% បន្ថែមផងដែរបើយើងប្រើធ្ងន់វាក៏អាចអូសបាន6ម៉ោងជាប់ដោយគ្មានបញ្ហានោះទេសំខាន់វាក៏អាចសាកថ្មឲ្យគេវិញបានបើសិនជាត្រូវការហើយ Oppo ក៏បោះឆ្នាំងសាក67 វ៉ាត់មកក្នុងប្រអប់ស្រាប់វាចំណាយពេលត្រឹម44នាទីអាចថាខ្ញុំសាកតែផ្ទាល់47នាទីប៉ុណ្ណោះវាអាចបញ្ចូលទឹកពី0ឡើងដល់ 100% វិញហើយកុំភ័យរឿងបញ្ហាខ្សោយថ្មព្រោះក្នុងនេះគេក៏បំពាក់ battery health engine ដែលជួយការពារក៏ដូចជាពន្យាអាយុកាលថ្មកុំឲ្យឆាប់ខ្សោយ Oppo អះអាងថាតម្រាំអាយុកាលវាសល់ 80% តតែយើងសាកវាដល់ 1500 ដងឯណោះវាគុណនឹង2វាខ្លាំងជាងទូរស័ព្ទទូទៅដែលសាកត្រឹម800 ដង Cool មកផ្នែកកាមេរ៉ាយើងបាន lens selfie ខាងមុខទំហំ32 megapixel aperture 2.4 22 mm វាល្មមថតសាច់មុខយើងឃើញម៉ត់ច្បាស់ការកាត់ផ្ទៃខាងក្រោយលើប្លង់ portrait ក៏សម្គាល់ស្នាម game បានល្អដែរវាឆ្កៀលយើងចេញពី background ឃើញផុសក្រនបាល់ឡែនេះវាធ្វើការបានល្អនៅកន្លែងដែលមានពន្លឺច្រើនវាផ្ដិតពណ៌បានស្រស់នៅខាងក្រៅតែបើនៅកន្លែងម្លប់ឬក៏ខ្សោយពន្លឺវាអាចរៀងធ្លាក់សាច់មកបន្តិចក៏ដូចជាឃើញស្នាមអត់ចេញមកលើចំណុចខ្មៅផងដែរអូខេចេញនេះគឺជាគុណភាពវីដេអូដែលថតចេញពីកាមេរ៉ាខាងមុខវាធ្វើបានត្រឹមតែកម្រិត 1080 ទេហើយនេះជាគុណភាពជាក់ស្ដែងយ៉ាងប៉ុណ្ណឹងអាចទទួលយកបានគ្រាន់តែការទលំនឹងដៃយើងនៅរៀងរង្គើបន្តិចហើយបើសិនជាយើងកាន់ថតតាមវាអាចនឹងឃើញកាន់តែរលាក់ជាងនេះក៏ប៉ុន្តែការស្រុះសំឡេងវាស្រុះបានច្បាស់ហើយសាច់គុណភាព 1080 នេះវាក៏អាចថាម៉ត់គ្រប់គ្រាន់ល្មមវាអាចយកមកថតនិយាយបានមកកាមេរ៉ាខាងក្រោយជាផ្នែកដែល Oppo ធ្វើខុសពីរាល់ដង2ចំណុចទី1គេមិនដាក់ lens ទូលាយមកនោះទេចំណុចនេះអាចនឹងធ្វើឲ្យអ្នកប្រើមួយចំនួនស្រងាក់ចិត្តដោយចំនួន micro lens ដែលធ្លាប់មានលើទូរស័ព្ទថ្លៃរបស់ខ្លួនចំនួនវិញវាអាចថតឃើញរូបភាពតូចបំផុតគេបាន20ដងដល់40ដងអញ្ចឹងសង្ឃឹមថាអ្នកដែលចូលចិត្ត micro lens ប្រកាសជាអាចថាឃើញចិត្តខ្លាំងសប្បាយចិត្តចុះទី2គេដាក់ lens ធំបំផុតដែលមិនធ្លាប់មានបំពាក់ពីមុននៅលើ smartphone Oppo នោះទេហើយនេះក៏ជា lens 108 megapixel ដំបូងនៅលើ 8T 5G នឹងដែរតែអ្វីដែលខ្ញុំតែងតែលើកមក sensor ធំមិនបកប្រែមកថាអស់ចានោះទេព្រោះ sensor ធំនៅលើ chip មធ្យមវាក៏មិនទីសមត្ថភាពអស់នោះដែរហើយជាក់ស្ដែង chip 695 5G នេះវាបើកឲ្យវីដេអូអាចថតបានត្រឹម 1080 pixel ប៉ុណ្ណោះបើទោះជា lens 108 megapixel ហ្នឹងវាប្រកាសជាថតបានដល់ 4K អញ្ចឹងហើយបានជាកាមេរ៉ាមុខក៏ Oppo ត្រឹម Full HD ដែរយ៉ាងណាលំនឹងវីដេអូបើទោះជាគ្មាន OIS ក៏វាទប់បានប្រសើរគ្រាន់តែបើនៅកន្លែងរលាក់ឬក៏កាន់ថតដើរវានៅឃើញសាច់អាក់ជាមិនផុតនោះឡើយសម្រាប់ជម្រើសថតរូបយើងអាចថតយកទំហំ108 megapixel ពេញក៏បានគ្រាន់តែវាស៊ីទំហំដល់21 megabyte ក្នុងមួយសន្លឹកយោបល់ខ្ញុំថតអូតូវាធ្វើការបានល្អជាងវាគណនាលឿននិងចាប់ប៊ីនយករូបភាព12 megapixel ដើម្បីផលិតយករូបភាពដែលប្រើទំហំតិចនិងស្រូបពន្លឺចូលច្រើនការថតនៅខាងក្រៅ lens នេះផលិតពណ៌បានស្រស់វាក៏ចាប់ចំណុច focus រហ័សដែរសាច់ detail វាផ្ដល់ឃើញមកគ្រប់គ្រាន់អាចក្របចូលមួយតង់ទៀតបន្ថែមបាន dynamic range មិនអីទេវាខ្ពស់ល្មមទទួលយកបានគ្រាន់តែចូលមក indoor ឬកន្លែងពន្លឺទាបរូបភាពអាចជ្រុះរាងស្រាលបន្តិចនិងមានស្នាម noise កាត់ឡើងផងដែរចំណាយពេលយប់គ្រប់ពេលត្រូវតែបើក night mode ព្រោះបើថតអូតូវាមិនឆាប់រូបភាពចេញត្រីអស់ទេវាឃើញរាងស្រាល night mode លើនេះវាក៏មិនព្យាយាមទាញពន្លឺឡើងខ្លាំងនោះដែរវាជួយផលិត detail ឃើញច្បាស់ជាងការថតធម្មតាវារក្សាពណ៌បានស្រស់ជាងនិងបំបត្តិស្នាមអុចមួយផ្នែកធំនៅចំណុចមានស្រមោលផងដែរសម្រាប់ការថត portrait យើងបាន depth sensor មួយដាច់ដោយឡែកអញ្ចឹងវាអាចសម្គាល់វត្ថុក៏ត្រូវសម្គាល់មុខក៏ត្រូវជាក់ស្ដែងវាអាចចែកគម្លាតពីផ្ទៃខាងក្រោយបានផុសខាប់ល្អស្នាមត្រីថែមទាំងកាត់បានស្មើក្រនបាបើទោះបីជាផ្ទៃខាងក្រោយស្មុគស្មាញវានៅតែអាចដឹងពីប្រឡោះដៃបំពេញកម្រិតព្រាលឃើញស្មើទៀតផងសរុបមក Reno 8T 5G វាជាទូរស័ព្ទឆ្លាតដែលផ្ដោតលើអ្នកដែលត្រូវការទូរស័ព្ទស្ដើងស្រាលស្រួលកាន់ខ្លាំងខ្ញុំនិយាយពីទាំងពេលបញ្ឈរទាំងពេលប្តេកមើលវីដេអូនិងក្តោបកាន់បានស្និទ្ធកម្លាំងម៉ាស៊ីនប្រកាសជាមិនសម្រាប់ hardcore gamer ដែលផ្ដោតទៅលើ game មួយមុខនោះទេតែប៉ុណ្នេះវាល្មមអូសការងារគ្រប់យ៉ាងរួចណាមួយប្រព័ន្ធដំណើរការថ្មីនិង RAM ច្រើនលើនឹងវារត់រអិលគ្រប់គ្រាន់ហើយថាមពលថ្មធំជាមួយឆ្នាំងសាកលឿនដាក់មកស្រាប់ក៏ជាផ្នែកដែលខ្ញុំឲ្យមេដៃ speaker ពីក្របថ្មីក៏ខ្ញុំពេញចិត្ត$399វានៅតែដាក់ sensor scan ក្រោម display លឿនទាំងអេក្រង់ Flex OLED 120Hz នឹងប្រកាសជាចំណុចដែលខ្ញុំពិបាកប្រកែកព្រោះលើកនេះគេដាក់មកបានស្អាត
តែស្ដាយដែលវាគ្មាន HDR ហើយនៅពេលដែលកាមេរ៉ាវាធំជាចំណុចល្អហើយតែខ្ញុំនៅតែពិបាកសម្របជាមួយគុណភាពវីដេអូត្រឹម Full HD ដែលគ្មានមុខងារទប់លំនឹងជួយបន្ថែមដែរសម្រាប់ទឹកលុយប៉ុណ្ណឹងវាពិតជាមិនថ្លៃទេបើសិនជាអ្នកដឹងថាអ្នកទិញមកត្រូវតម្រូវការជាពិសេសមុខងារ Premium ជាច្រើនគេដាក់ចូលមកទាំងអស់តែយោបល់ខ្ញុំអ្នកទាំងអស់គ្នាគួរតែកាន់វាសិនមុននឹងសម្រាប់ចិត្តទិញអាចមកតេស្តនៅតាមម៉ោងសិនក៏បានដែរខ្ញុំដាក់នៅនឹងវាជាម៉ាស៊ីនដែលខ្ញុំតេស្តផ្ទាល់គ្រាន់តែថានេះជាទូរស័ព្ទដំបូងរបស់ Oppo ដែលខ្ញុំគិតថាសមហេតុសមផលនឹងមិនពិបាកណែនាំឡើយវាក៏ដាំត្រូវច្រើនលើកញ្ចប់ប៉ុណ្្នឹងដែរអូខេអរគុណសម្រាប់ការទស្សនាថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងជួបគ្នានៅវីដេអូក្រោយទៀត